បាទថ្ងៃនេះខ្ញុំសូមបង្ហាញបងប្អូនគឺទាក់ទងនឹងការ add កញ្ចៅដៃទៅក្នុងសារបាទអញ្ចឹងបន្ទាប់ពីយើងតឡើងរួចហើយបាទយើងតឡើងបាន admin ហើយបាទអញ្ចឹងយើងចូលនៅក្នុង app របស់ Agora ហ្នឹងយើងត្រូវនៅមុខសារដើម្បីយើងអាច connect Bluetooth បាទអញ្ចឹងយើងចូលដល់ accessory បាទយើងចូលទៅសារ A100 របស់យើងហ្នឹងបាទអញ្ចឹងយើងយក user management បាទត្រង់ចំណុចកន្លែងនេះគឺបងប្អូនអាចនៅផ្នែកខាងលើហ្នឹងគឺមានសញ្ញាលេខបូកបាទយើងចុចនៅផ្នែកលេខបូកហ្នឹងទៅបាទតមកទៀតវានឹងចេញឈ្មោះមានuser permission ឬក៏អីផ្សេងៗអញ្ចឹងនៅកន្លែងនេះគឺយើងអាចទៅសេឈ្មោះបានបាទកន្លែង user ហ្នឹងឥឡូវឧទាហរណ៍ថាយើងដាក់ឈ្មោះឧទាហរណ៍ថានេះខ្ញុំដាក់ AA អីចឹងទៅបាទអូខេបាទហើយកន្លែង add fingerprint ហ្នឹងគឺយើងចុចលើ add new fingerprint បន្ទាប់មកយើងចុច next បាទបន្ទាប់មកយើងយកកញ្ចៅដៃហ្នឹងយើងផ្តិតនៅលើសោហ្នឹងចំនួន7ដងបាទយើងមើលទៅតាម guideline ដែលសូនៅក្នុង app ហ្នឹងមកបាទបន្ទាប់ពីយើងផ្តិតបានហើយបាទ add success បាទគឺប៉ុណ្ណេះគឺយើងអាច scan កញ្ចៅដៃបានហើយបាទនេះពេលដែលខ្ញុំ scan កញ្ចៅដៃបាទគឺយើងអាច unlock សោបាទអរគុណ